ប្រានពោះញាតិញោមជាពុទ្ធបរិស័ទនេះគឺក្នុងដំណើរផ្លូវដែលខ្ញុំគណៈអាត្មាភាពកំពុងតែធ្វើដំណើរទៅកំពុងកន្លែងសមុទ្ររបស់ខ្មែរយើងណាចឹងញាតិញោមពុទ្ធបរិស័ទទៅនោះគឺមានកោះទុនសាយប៉ុន្តែมันបានទៅដល់កោះទេនៅត្រឹមកំពង់ប៉ុន្តែឥឡូវនេះកំពុងតែធ្វើដំណើរទៅប៉ុន្តែមុននឹងធ្វើដំណើរនេះញាតិញោមពុទ្ធបរិស័ទនៅកន្លែងកំពង់ហ្នឹងអាត្មាភាពនឹកឃើញអំពីពាក្យដែលលោកគ្រូកែមដិតគាត់បានសរសេរនៅក្នុងពាក្យពេចន៍ម៉ែឪថាស្គាល់មុខតែមិនស្គាល់ចិត្តចឹងអាត្មាភាពនឹងលើកយកមកនឹងតាក់ទងពីលោកលើកមកថាស្គាល់មុខតែមិនស្គាល់ចិត្តកូនជាទីស្រឡាញ់មានសុភាសិតខ្មែរយើងបានពោលថាមនុស្សយើងស្គាល់មុខគ្នាតែមិនស្គាល់ចិត្តជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់វេលាទាំងជាពាក្យដាស់តឿនស្មារតីឲ្យចេះប្រយ័ត្នចំពោះមនុស្សទៀតផងមនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកដទៃយ៉ាងពូកែមើលខាងក្រៅល្អសមសួនតែខាងក្នុងវាជារឿងផ្សេងដូចរូបដែលគេគូជាមួយនឹងរូបពិតនិងដែលរូបពិតអីចឹងឯងរូបគូច្រើនតែល្អស្អាតស្រស់គួរមើលជាងរូបពិតព្រោះមានការតាក់តែងទៅដោយពណ៌ជាដើមមនុស្សដែលសាងភាពខ្លួនឯងឲ្យល្អមើលគឺចាំបាច់ត្រូវតែងទឹកមុខអកប្បកិរិយានិងការសម្ដែងចេញផ្សេងទៀតព្រមទាំងពាក្យសម្ដីដើម្បីបិទបាំងខាងក្នុងដែលមិនល្អដូច្នេះហើយទើបកើតមានពាក្យថាស្គាល់មុខតែមិនស្គាល់ចិត្តនេះឡើយដោយពោលមកនេះកាលបើកូននឹងខ្សែគប់ជាមួយអ្នកណាទុកចិត្តអ្នកណាឬធ្វើការងារហ៊ុនជាមួយអ្នកណាត្រូវមើលឲ្យល្អសង្កេតឲ្យយូរកុំមើលត្រឹមតែមុខខាងក្រៅត្រូវមើលទៅដល់ការធ្វើការរស់នៅនិងគម្រោងការរបស់គេព្រះសម្មាសម្ពុទ្ធត្រាស់ថាគប្បីដឹងសិលដោយការនៅរួមគប្បីដឹងសេចក្តីស្អាតដោយបានស្ដាប់សម្ដីគប្បីដឹងកម្លាំងពេលមានឧបសគ្គនិងគប្បីដឹងបញ្ញាដោយការសន្ទនាកូនត្រូវយល់ដូចតទៅដឹងសិលដោយការនៅរួមគឺនៅជាមួយយូរសង្កេតពិនិត្យដោយយកចិត្តទុកដាក់ព្រមទាំងមានបញ្ញាយល់ការច្បាស់លាស់ផងដឹងសេចក្តីស្អាតដោយការស្ដាប់សម្ដីគឺស្ដាប់ពាក្យនិយាយមុននឹងនិយាយសមគ្នាទេម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខនិងកំបាំងមុខដូចគ្នាដែរទេដឹងកម្លាំងពេលមានឧបសគ្គគឺកម្លាំងចិត្តកម្លាំងប្រាជ្ញាកម្លាំងគុណធម៌ញាប់ញ័រឬក៏ស្ងប់រងាប់ពេលមានវិបត្តិភយន្តរាយដឹងបញ្ញាដោយការសន្ទនាគឺបញ្ញាក្នុងការសួរបញ្ហាក្នុងការឆ្លើយបើកូនមិនមើលមុខមិនមើលក្រោយឲ្យល្អទេច្រឡំទៅគប់រកឬទុកចិត្តទុកថ្លើមឲ្យការគោរពរាប់អានពេញថឹងវានឹងធ្វើឲ្យកូនមាននៅសេចក្តីសោកព្រោះតែខកចិត្តត្បិតសង្ឃឹមខ្លាំងពេកនឹងឯងចំណែកកូនខ្លួនឯងវិញត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្តសង្ឃឹមជឿជាក់ទាំងស្រុងមកលើកកូននោះឯងកូនកុំបោកប្រាស់ចិត្តអ្នកណាឲ្យសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះកូនត្រូវតែរស់ជាមួយនឹងសុចរិតធម៌ត្រូវសម្ដែងទឹកចិត្តឲ្យអ្នកដទៃបានយល់និងត្រូវឲ្យគេស្គាល់ចិត្តថាពិតជាគ្នាឯងស្ដាប់ជាបន្តដោយខ្ញុំគណៈអាត្មាភាពនឹងលើកយកអំពីបញ្ហា
គឺទោសៈបងទោសៈនឹងឯងគឺលក្ខណៈនៃសេចក្តីក្រោធយ៉ាងណាយើងនឹងដឹងថាទូទៅគ្រប់គ្នាទៅហើយឃើញទេនឹងញាតិញោមពុទ្ធបរិស័ទនឹងនៅក្នុងពេលហ្នឹងអាភិបនឹងលើកយកអំពីទោសៈបងហើយទោសៈហ្នឹងវាជាបញ្ហានឹងដែលយើងត្រូវដឹងថាលក្ខណៈហ្នឹងគឺក្រោធយ៉ាងណាហើយសេចក្តីក្រោធនេះឯងគឺជាទោសៈប្រទុះចំពោះអារម្មណ៍រាល់ពេលដែលកើតឡើងសុទ្ធតែមានណាលោភៈជាឧបនិស្ស័យណាបច្ច័យចរិតចឹងក៏បីសិក្សាលះបង់ទោសៈគឺការខឹងក្រោធនេះដូចតទៅការតាំងចិត្តទុកជាមុនថាយើងនឹងមិនក្រោធព្រោះការខឹងក្រោធទៅរកគេគឺដុតចិត្តខ្លួនឯងហ្នឹងពីព្រោះយើងដឹងហើយថាលក្ខណៈក្រោធគឺខឹងការបន្ទុះនិងបន្ទុះចំពោះអារម្មណ៍ពេលដែលកើតឡើងវាមិនមាននៅសេចក្តីសុខទេនឹងចំពោះទោសៈណាវាជាបញ្ហានឹងនៅពេលដែលយើងមានបញ្ហាពេលដែលយើងកើតមានចំពោះយើងគ្រប់គ្នាត្រូវតាំងចិត្តទុកជាមុនថាបើនឹងមិនក្រោធព្រោះការខឹងក្រោធទៅរកគេគឺដុតចិត្តខ្លួនឯងនឹងយើងនឹងបានដឹងហើយពេលដែលខឹងក្រោធពេលដែលជាមួយនរណាអីហ្នឹងគឺថាវាអត់មានដុតចិត្តអ្នកដតីទេណាបងគឺដុតចិត្តខ្លួនឯងណាយើងត្រូវដឹងអញ្ចឹងហើយយើងគិតមើលបងនៅពេលដែលយើងខឹងជាមួយអ្នកដតីសួរថាយើងមួម៉ៅក្តៅកាហាយហ្នឹងឯងជាមួយអ្នកដតីហ្នឹងតើចិត្តរបស់យើងហ្នឹងវាមានសភាពឆាបឈួលឆេះយ៉ាងណាគឺវាចេញមកពីក្នុងចិត្តរបស់យើងហ្នឹងឯងគឺដុតចិត្តខ្លួនឯងធ្វើឲ្យខ្លួនឯងហ្នឹងប្រព្រឹត្តទៅនៅក្នុងភាពជាបុគ្គលនៅមិនសុខហ្នឹងអាហ្នឹងព្រោះតែសភាពនៃទោសៈហ្នឹងគឺដុតចិត្តខ្លួនឯងហ្នឹងឯងបងហើយមួយទៀតយើងមានការគិតទៅថានរណានឹងដែលធ្វើអ្វីល្មមឲ្យយើងខឹងបានប៉ុន្តែយើងត្រូវអាណិតគេនោះភ្លាមគុំឲ្យសេចក្តីក្រោធកើតឡើងកើតមុនមនុស្សណាដែលធ្វើអ្វីដោយមិនចេះកោតក្រែងចង់ឲ្យគេឈឺចិត្តចង់ឲ្យអ្នកណាខឹងណាអីក៏ខឹងទៅដោយមិនគិតឡើយថាគេខឹងគឺគេកើតទុក្ខដូច្នេះមនុស្សនោះគឺជាមនុស្សល្ងង់ដែលគួរឲ្យអាណិតនេះឯងឃើញទេយើងត្រូវដឹងចឹងណាបងសភាពនៃទោសៈហ្នឹងនៅពេលដែលយើងខឹងយើងត្រូវនឹកដល់ការលះបង់ហ្នឹងហើយលះបង់នឹងការខឹងក្រោធហ្នឹងដោយយើងគិតដល់ចំណុចទាំងអស់ហ្នឹងប៉ុណ្ណាហ្នឹងហើយមួយទៀតគឺណាការចម្រើនមេត្តាចិត្តហ្នឹងឲ្យជំនាញត្រូវគិតថាអ្នកណាក៏ចង់បានសុខដូចយើងដែរណាចិត្តមានមេត្តាជាចិត្តធំទូលាយมันមានពៀมันមានព្យាបាទបើយើងចង្អៀតវិញណារមែងខឹងក្រោធងាយតែម្ដងអានេះនឹងយើងត្រូវគិតដល់ចំណុចហ្នឹងពេលដែលខឹងអ្នកដតីចម្រើនមេត្តាកាលណាដែលចម្រើនមេត្តាហ្នឹងយើងក៏មានចិត្តទូលាយហ្នឹងហើយយើងចង់ឲ្យអ្នកដតីបាននៅសេចក្តីសុខហើយក៏នឹងមានចិត្តនឹងឯងគឺថាមិនចង្អៀតទេនឹងគឺមានចិត្តដ៏ទូលាយមិនចងពៀមិនព្យាបាទគេណាអញ្ចឹងក៏មានសភាពដែលប្រព្រឹត្តទៅដោយបុគ្គលបានចម្រើនមេត្តាហ្នឹងអញ្ចឹងប៉ុណ្ណាអញ្ចឹងយើង
រមែងមានការពិចារណាដល់ចំណុចហ្នឹងយើងនឹងបានលះបង់នៅសេចក្តីក្រោធហើយប្រសិនណាបើយើងមានសេចក្តីក្រោធកើតឡើងនោះវាត្រូវតែប្រញាប់នាំចិត្តឲ្យចូលទៅកាន់កន្លែងស្ងប់ស្ងាត់មានគុណប្រតនត្រ័យឬមានបុណ្យដែលខ្លួនបានបំពេញហើយថាអារម្មណ៍ព្រះកម្មដ្ឋានរហូតដល់បានឃើញសេចក្តីក្រោធគ្រាន់តែជារបស់គ្រួតគ្រៀតខាងក្រៅនឹងវិវៈឥតប្រយោជន៍វិវេកធម៌ទៅជាប្រយោជន៍ស្ងប់ស្ងាត់ត្រជាក់រួចហើយផ្សាយភាពត្រជាក់ហ្នឹងកំចាត់បងនៅអាការក្តៅចិត្តព្រោះក្រោធនោះចេញឲ្យអស់ទៅហ្នឹងណាយើងពេលខឹងពីអីយើងត្រូវដឹងណាពេលដែលយើងក្រោធហ្នឹងអញ្ចឹងយើងដើម្បីកុំឲ្យវាមានសភាពខឹងក្រោធតន់នឹងច្រើនមកលើយើងហ្នឹងគឺថានឹករលឹកពិចារណាដល់គុណប្រតនត្រ័យឬក៏បុណ្យឬក៏មានអារម្មណ៍នៅក្នុងកម្មដ្ឋានអីចឹងទៅពិចារណាទៅហើយពិចារណាដល់សេចក្តីក្រោធវាមិនល្អវាគ្រុតគ្រៀតវាគ្មានប្រយោជន៍ហ្នឹងហើយនឹងកាលណាបើយើងពិចារណាដល់ចំណុចហ្នឹងទៅយើងនឹកឃើញថាក្រោធនេះឯងវាមិនជាប្រយោជន៍ដល់យើងទេបើយើងខឹងក្រោធយើងមួម៉ៅយើងអត់មានភាពត្រជាក់សុខស្ងប់វាមានប្រយោជន៍អីអញ្ចឹងយើងពិចារណាតែនឹងអាការខឹងក្រោធនឹងឯងវាគ្រាន់តែជារបស់ខាងក្រៅគ្រួតគ្រៀតណាហ្នឹងហើយវាវិលវក់អត់ប្រយោជន៍ហ្នឹងអញ្ចឹងយើងក៏បានមានការនឹងកំចាត់បងនៅអាការក្តៅចិត្តព្រោះក្រោធហ្នឹងទៅហើយណាហ្នឹងហើយសេចក្តីក្រោធវាមានអារម្មណ៍របស់វាដូច្នេះហើយការដូរអារម្មណ៍គឺជាវិធីមួយទៀតក៏មានប្រសិទ្ធភាពហ្នឹងហើយយើងដឹងអារម្មណ៍វាមានការផ្លាស់ប្ដូរអញ្ចឹងយើងត្រូវគិតបងហ្នឹងហើយសេចក្តីក្រោធវាកើតឡើងព្រោះគិតខុសក្នុងអារម្មណ៍នោះជាពិតប្រាកដដូច្នេះការទទួលចំណេះដឹងហ្នឹងដែលយើងអំពីព្រះធម៌ដែលយើងបានដឹងអំពីព្រះធម៌ក៏យើងអាចពិចារណាដោយយោនិសោមនសិការៈគិតត្រូវក្នុងអារម្មណ៍នោះវិញសេចក្តីក្រោធវាត្រូវរលាយអស់ហើយដូចជាព្រះបាទព្រហ្មតតកុមារខឹងក្រោធនឹងគ្រូអាចារ្យវាយប្រដៅដោយគិតថាដល់ពេលបានសោយរាជនឹងសម្រាប់គ្រូអាចារ្យហើយដល់ពេលបានសោយរាជហើយចេះពិចារណាគិតថាជាគុណរបស់លោកគ្រូអាចារ្យទូមានព្រានប្រដៅសំតែលើករាជសម្បត្តិជូនដើម្បីសងគុណលោកគ្រូណាសងគុណគ្រូហ្នឹងពីមុនហ្នឹងក៏អត់បានពិចារណាទេបងហ្នឹងហើយគ្រូវាយគ្រូបដៅទូមានខឹងនឹងគ្រូនឹងឲ្យគិតថាបើបានសោយរាជទ្រព្យសម្បត្តិនឹងមានអំណាចគឺថាសម្លាប់គ្រូតែដល់ពិចារណាទៅថាអាការចេះដឹងការពិចារណាបានមកដល់ពេលនេះគឺដោយសារគ្រូអញ្ចឹងគឺនឹកឃើញគុណគ្រូណាហ្នឹងនេះគឺរឿងប្របាទនឹងព្រហ្មតតកុមារដែលការខឹងក្រោធជាមួយគ្រូនិងគ្រូបដៅក៏ប៉ុន្តែនៅពេលដែលបានពិចារណាមានយោនិសោមនសិការៈការធ្វើទុកដោយសេចក្តីត្រឹមត្រូវហ្នឹងគឺថាប្រព្រឹត្តទៅមានសភាពមិនខឹងក្រោធមិនតបត្រឡប់ទៅជាមួយគ្រូវិញទេអាហ្នឹងគឺជាលក្ខណៈដែលធ្វើឲ្យយើងនឹងបានរំសាយទៅដោយការខឹងក្រោធណាបងហ្នឹងដោយការបានចេះដឹងមានការគិតពិចារណាត្រឹមត្រូវនឹងវាមិនខុសប៉ុន្តែបើយើងគិតខុសពីហ្នឹង
នឹងតោសៈនាំឲ្យខុសនឹងនាំឲ្យរកនៅភាពត្រឹមត្រូវមិនឃើញទេតែបើយើងបានពិចារណាដោយមានយោនិសោមនសិការៈគិតទៅក្នុងអារម្មណ៍នោះក៏សេចក្តីក្រោធវារលាយអស់ទៅ